សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Word Power ខ្មែរនៅក្នុងវីដេអូទី1យើងបានរៀនអំពីអត្ថន័យទាំង8របស់ពាក្យ take រួចហើយថ្ងៃនេះយើងនឹងរៀន phrasal verb សំខាន់មួយគឺ take off តោះចាប់ផ្ដើមទាំងអស់គ្នា take off អត្ថន័យទី1ប្រែថាដោះចេញវាជាទូទៅត្រូវបានប្រើសម្រាប់ក្នុងន័យដោះអ្វីមួយចេញដែលពាក់ឬគ្របដណ្ដប់លើរាងកាយឧទាហរណ៍ take off your jacket ដោះអាវក្រៅរបស់អ្នកចេញPlease take off your shoes before going inside. សូមដោះស្បែកជើងរបស់អ្នកចេញមុនពេលចូលខាងក្នុង He took off his hat and gloves. គាត់បានដោះមួកនិងស្រោមដៃរបស់គាត់ចេញ She took off her necklace before showering. នាងបានដោះខ្សែករបស់នាងចេញមុនពេលងូតទឹក I need to take off my uniform after work. ខ្ញុំត្រូវតែដោះឯកសណ្ឋានរបស់ខ្ញុំចេញបន្ទាប់ពីចប់ការងារ He took off his glasses to clean them. គាត់ដោះវ៉ែនតារបស់គាត់ចេញដើម្បីជូតសម្អាត It's safe to take off your mask now. វាមិនអីទេក្នុងការដោះម៉ាស់របស់អ្នកចេញឥឡូវនេះ The doctor said I can take off the bandage tomorrow. គ្រូពេទ្យបាននិយាយថាខ្ញុំអាចដោះបង់បិទមុខរបួសចេញនៅថ្ងៃស្អែកអត្ថន័យទី2ប្រែថាដកចេញដោះចេញនៅវត្ថុដែលកំពុងដាក់ឬបិទជាប់លើផ្ទៃណាមួយឬក៏ដកយកវត្ថុអ្វីមួយចេញពីទីតាំងដើមរបស់វាឧទាហរណ៍Please take the cap off the pen. សូមដោះគម្របប៊ិចចេញ Please take the cap off. សូមដោះគម្របចេញ Can you take the cap off the pen? តើអ្នកអាចដោះគម្របប៊ិចចេញបានទេ Take off the cap from the bottle. ដកគម្របចេញពីដប Take off the lid from the pot. ដកគម្របចេញពីឆ្នាំង Take off the label from the box. បកស្លាកចេញពីប្រអប់ Take off the books from the table. យកសៀវភៅចេញពីលើតុTake off the picture from the wall. ដោះរូបភាពចេញពីជញ្ជាំង Take off the magnet from the fridge. ដកម៉ាញ៉េទិកចេញពីទូទឹកកក Don't forget to take off the sticker before using the product. កុំភ្លេចដក sticker ចេញមុនពេលប្រើផលិតផល We need a special chemical to take off the old paint. យើងត្រូវការសារធាតុគីមីពិសេសដើម្បីដកថ្នាំលាបចាស់ចេញ She used remover to take off the nail polish. នាងប្រើសារធាតុលុបដើម្បីដកថ្នាំលាបក្រចកចេញ Please take off all the books from the shelf so I can dust it. សូមដកសៀវភៅទាំងអស់ចេញពីធ្នើដើម្បីឲ្យខ្ញុំជូតធូលីអត្ថន័យទី3ប្រែថាហោះឡើងវាត្រូវបានប្រើជាមួយយន្តហោះយានអវកាសឬយានហោះផ្សេងៗទៀតដែលចេញដំណើរហោះឡើងពីដីឬពីទីតាំងណាមួយឧទាហរណ៍ The plane will take off in 10 minutes. យន្តហោះនឹងហោះឡើងក្នុងរយៈពេល10នាទីទៀតThe flight was delayed, so the plane took off an hour late. ជើងហោះហើរត្រូវបានពន្យាពេលដូច្នេះយន្តហោះបានហោះឡើងយឺត1ម៉ោង The rocket successfully took off from the launch pad. គ្រាប់រ៉ុកកែតបានហោះឡើងដោយជោគជ័យពីទីតាំងបិណ្ឌបង្ហោះ The rescue helicopter took off from the small field. ឧទ្ធម្ភាចក្រសង្គ្រោះបានហោះឡើងពីវាលស្រែតូចមួយ Hit the button and the drone will take off automatically. ចុចប៊ូតុងទៅ drone នឹងហោះឡើងដោយស្វ័យប្រវត្តិអត្ថន័យទី4ប្រែថាលូតលាស់ឬទទួលជោគជ័យភ្លាមៗនៃអាជីវកម្មឬគម្រោងណាមួយចាប់ផ្ដើមមានប្រជាប្រិយភាពឬរីកចម្រើនយ៉ាងលឿនឧទាហរណ៍ Her new online business really took off this year. អាជីវកម្មអនឡាញថ្មីរបស់នាងពិតជាទទួលជោគជ័យយ៉ាងលឿននៅឆ្នាំនេះ The song immediately took off after the singer performed it live. បទចម្រៀងនោះបានល្បីល្បាញភ្លាមៗបន្ទាប់ពីតារាចម្រៀងបានសម្ដែងផ្ទាល់ The new smartphone model took off in the Asian market. ម៉ូដែលទូរស័ព្ទឆ្លាតវៃថ្មីនោះបានទទួលជោគជ័យនៅក្នុងទីផ្សារអាស៊ី The social media platform took off when it introduced video features. វេទិកាបណ្ដាញសង្គមនោះបានល្បីល្បាញនៅពេលវាដាក់បញ្ចូលមុខងារវីដេអូ Her acting career took off immediately after her debut movie. អាជីពសម្ដែងរបស់នាងទទួលជោគជ័យភ្លាមៗបន្ទាប់ពីខ្សែភាពយន្តដំបូងរបស់នាង The artist's new single really took off and went viral. បទចម្រៀងថ្មីរបស់សិល្បកររូបនោះពិតជាល្បីល្បាញខ្លាំងនិងរីករាលដាលពេញអ៊ីនធឺណិត The trend of using AI tools has definitely taken off. និន្នាការនៃការប្រើប្រាស់ឧបករណ៍ AI ពិតជាបានពេញនិយមយ៉ាងខ្លាំង The theory of sustainable living has taken off globally.
ទ្រឹស្ដីនៃការរស់នៅប្រកបដោយនិរន្តរភាពបានរីករាលដាលជាសកលឥឡូវនេះអ្នកទាំងអស់គ្នាបានស្វែងយល់ពីអត្ថន័យនិងការប្រើប្រាស់ទាំង4របស់ take off រួចហើយវីដេអូបន្ទាប់យើងនឹងបន្តរៀន clear take up take after កិច្ចការផ្ទះសូមសរសេរប្រយោគ3មកកាន់ឃ្លាមក្នុងប្រអប់ comment ដោយប្រើ take off ក្នុងន័យខុសៗគ្នាកុំភ្លេច like វីដេអូនេះ subscribe channel របស់យើងនិងចុចលេខរូបកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗទៀតជួបគ្នាមេរៀនក្រោយ